សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការបង្កើតឈ្មោះតំណែងជាប្រភេទ package ដើម្បីធ្វើការបង្កើតឈ្មោះតំណែងជាប្រភេទ package ជាដំបូងលោកអ្នកត្រូវคลิกចូលទៅក្នុង module stock คลิกលើពាក្យ product คลิกលើប៊ូតុង create សម្រាប់ record លោកអ្នកអាចធ្វើការបំពេញដោយផ្ទាល់ឬអាចរំលងដោយ system នឹងធ្វើការចាប់ record នោះចូលនៅស្វ័យប្រវត្តិលោកអ្នកអាចធ្វើការបំពេញឈ្មោះតំណែងរបស់លោកអ្នកនៅក្នុងប្រអប់ descriptionលោកអ្នកក៏អាចធ្វើការបំពេញឈ្មោះតំណែងរបស់លោកអ្នកជាភាសាផ្សេងទៀតនៅក្នុងប្រអប់ second language คลิกត្រង់នេះដើម្បីធ្វើការដាក់រូបភាពទៅលើតំណែងរបស់លោកអ្នកក៏អាចពិពណ៌នាពីតំណែងរបស់លោកអ្នកបន្ថែមនៅក្នុងប្រអប់ long description ជ្រើសរើស product type ជា package សម្រាប់ប្រភេទតំណែងចាប់ជាកញ្ចប់ធ្វើការជ្រើសរើសឈ្មោះក្រុមតំណែងនៅក្នុងប្រអប់ product group ជ្រើសរើសខ្សែស្រឡាយតំណែងនៅក្នុងប្រអប់ category ធ្វើការជ្រើសរើសឈ្មោះអ្នកផ្គត់ផ្គង់ធ្វើការជ្រើសរើស tag ជ្រើសរើសប្រភេទពន្ធលក់ចេញសម្រាប់តំណែងរបស់លោកអ្នកនៅក្នុងប្រអប់ tag allow discount ដើម្បីអនុញ្ញាតឲ្យតំណែងរបស់លោកអ្នកអាចធ្វើការបញ្ចុះតម្លៃបានជ្រើសរើសຂະຫນាតសម្រាប់តំណែងរបស់លោកអ្នកសម្រាប់ barcode លោកអ្នកអាចធ្វើការបំពេញដោយផ្ទាល់ឬអាចឲ្យ system ធ្វើការចាប់ជួនដោយស្វ័យប្រវត្តិការបំពេញតម្លៃលក់ចេញคลิกត្រង់នេះដើម្បីធ្វើការជ្រើសរើសមុខតំណែងដែលត្រូវជ្រើសរើសដាក់ក្នុងកញ្ចប់ package ជ្រើសរើសមុខតំណែងរួចคลิก OK បំពេញចំនួនតំណែងដែលត្រូវដាក់ចូលទៅក្នុងកញ្ចប់ធ្វើការជ្រើសរើសຂະຫນាត Unbox favorite product សម្រាប់តំណែងដែលមានការលក់ញឹកញាប់បន្ទាប់មកធ្វើការ click save នោះលោកអ្នកនឹងទទួលបានប្រភេទថ្មីមួយ